បងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើលំហាត់ទំព័រទី14ថ្នាក់ទី4យើងធ្វើបន្តពីលំហាត់មុនខនិងងឥឡូវយើងចាប់ផ្ដើមបូក2បូក7ស្មើ9 4បូក8ស្មើ12សេលេខ2ត្រា1 6បូក1 7 7បូក3 10សេលេខ0ត្រា1 3បូក1 4 4បូក2 6 7ទម្លាក់យើងចូលដល់លំហាត់ង0បូក8ស្មើ8 9បូក6យើងមាន9បូក6ទៀត1 2 3 4 5 6យើងបូកបញ្ចូលគ្នា9 10 11 12 13 14 15យើងសេលេខ5ត្រា1 5 7បូក1ស្មើ8 8បូក5ស្មើ13សេលេខ3ត្រា1 3បូក1 4 4បូក4 8សេលេខ8 6ទម្លាក់